ក្រោយការបិទបញ្ចប់វិបត្តិនយោបាយមេដឹកនាំគណៈបក្សសង្គ្រោះជាតិផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនឡើងវិញនៅរសៀលថ្ងៃសុក្រនេះលោកសំរងស៊ីនឹងទៅជួបប្រជាពលរដ្ឋដែលមានចំនួនដីធ្លីមកពីខេត្តកំពង់ស្ពឺជាជំនួបដែលធ្វើឡើងនៅក្នុងវត្តសាមគ្គីរាំងសីក្រុងភ្នំពេញដោយឡែកអនុប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាវិញនឹងធ្វើដំណើរទៅជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តចំនួន3គឺខេត្តកំពង់ចាមខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងរួមទាំងការពង្រឹងមូលដ្ឋានរបស់គណៈបកផងដែរអ្នកវិភាគស្ថានភាពនយោបាយនៅកម្ពុជាលោកបណ្ឌិតសុកទូចបានមានប្រសាសន៍ថាការជួបប្រជាពលរដ្ឋរបស់មេដឹកនាំគណៈបកប្រឆាំងនេះគឺគ្រាន់តែជាសារបញ្ជាក់ពីគណៈបកប្រឆាំងថាគណៈបកមិនភ្លេចចំពោះសកម្មភាពរបស់ខ្លួនពីមុនមកទេប៉ុន្តែបណ្ឌិតរូបនេះបានសង្កត់ធ្ងន់ថាដើម្បីដោះស្រាយបញ្ហាទាំងនេះគណៈបកប្រឆាំងដែលមានសមាជិកភាពខ្លាំងនៅក្នុងសភារួចទៅហើយនោះគួរតែប្រើប្រាស់យន្តការប្រព័ន្ធច្បាប់និងលើកយកបញ្ហាទាំងនេះទៅជជែកនៅក្នុងសភាបើមិនដូច្នោះទេសកម្មភាពរបស់មេដឹកនាំគណៈបកប្រឆាំងគឺគ្រាន់តែជាទង្វើបង្ហាញពីរូបភាពនិងមិនអាចដោះស្រាយបញ្ហាអ្វីបាននោះដែរឆ្លើយតបនឹងការលើកឡើងខាងលើនេះអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយ៉ែមពេញចរិតបានអះអាងថាគណៈបកប្រឆាំងមិនដែលភ្លេចពីសកម្មភាពរបស់ខ្លួនឆ្ពោះទៅកាន់មូលដ្ឋាននិងមិនដែលបោះបង់គោលការណ៍ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋនោះឡើយសូមរំលឹកបន្តិចថាមុននឹងការចុះទៅជួបជាមួយប្រជាពលរដ្ឋដែលមានចំនួនដីធ្លីមកពីខេត្តកំពង់ស្ពឺនេះប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីកាលពីថ្ងៃប្រហ័នម្សិលមិញបានទៅជួបជាមួយប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីភូមិលពីងដែលកំពុងស្នាក់នៅតំបន់បឹងកក់រួចហើយយ៉ាងណាក៏ដោយទន្ទឹមនឹងការបញ្ចេញសកម្មភាពរបស់មេដឹកនាំគណៈបកប្រឆាំងនេះរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាវិញបានអះអាងថាខ្លួនមិនបានប្រងើយកន្តើយចំពោះបញ្ហាដែលកើតឡើងនោះទេនេះបើតាមការបញ្ជាក់ពីលោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានបានបន្តថាចំពោះបញ្ហាដីធ្លីនៅតំបន់លពីងនិងបញ្ហាតំបន់ផ្សេងៗទៀតគឺជាដំណោះស្រាយតាមទស្សនវិជ្ជាប្រព័ន្ធតុលាការដូច្នេះមិនគួរប្រើប្រាស់ទស្សនវិជ្ជានយោបាយចូលលុកលំដែលនឹងនាំឲ្យមានបញ្ហាស្មុគស្មាញពិបាកដោះស្រាយនោះ